បានជាសួរបងប្អូនទាំងអស់គ្នាជួបគ្នាមកកាន់វីដេអូថ្មីទៀតហើយវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនអំពីការកំណត់ formula bar និង heading អញ្ចឹងដូចបងប្អូនឃើញផ្ទាំង Excel នៅខាងក្រោយផ្ទាំងធំនេះអញ្ចឹងគឺផ្ទាំង Excel នេះយើងអត់មានលេខរៀងនិងរបារនៅខាងលើនេះសម្រាប់បង្ហាញរូបមន្តដែលយើងប្រើប្រាស់នៅក្នុង Excel ទេអញ្ចឹងបើបងប្អូនឃើញបែបនេះកុំបារម្ភអីព្រោះវាមិនមែនជាការតម្លើងនៅ Excel ឲ្យបានពេញលេញទេតែវាជាកង្វះមួយនៃការកំណត់ទៅលើ formula bar និង heading bar អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរដើម្បីកំណត់ formula bar និង heading bar បងប្អូនអាចអនុវត្តចូលទៅកាន់ view បាទហើយបងប្អូនមើលមកកាន់ផ្នែកខាងឆ្វេងបងប្អូនឃើញ heading ហើយនឹង formula bar អញ្ចឹងបងប្អូនគ្រាន់តែ select ទៅលើ heading និង formula bar នោះបងប្អូននឹងទទួលបាននៅរបារសម្រាប់បង្ហាញរូបមន្តនិងលេខរៀងលំដាប់នៃ Excel នៅខាងឆ្វេងដៃដើម្បីងាយស្រួលនៅក្នុងការកំណត់ចំណាំនិងការប្រើប្រាស់ Excel របស់បងប្អូនអញ្ចឹងអរគុណសម្រាប់ការទស្សនាបងប្អូនខ្ញុំវីដេអូនេះខ្ញុំមានការចែករំលែកប៉ុណ្ណេះបាទអរគុណបាទ